នេះចង់បង្ហាញអំពីការដាក់ easy touch នៅលើទូរស័ព្ទប្រភេទ iPhone iOS មិនថា 5 4 6 ឬក៏ 7 Plus អីទេដំបូងយើងត្រូវចូល setting នេះដើមឡើយរបស់វាគឺ setting បែបនេះបន្ទាប់មកយើងដាក់ចុចពាក្យ general បន្ទាប់មកទៀតយើងចូលពាក្យថា accessibility នេះមួយមកក្រោមទៀតមកយើងឃើញពាក្យថា assistive touch assistive touch នៅចន្លោះកណ្ដាលនេះយើងចុចលើវាបន្ទាប់មកយើងចុចខាងនេះអា assistive touch យើងចុចបើកវាមកអញ្ចឹងចេញហើយ assistive touch គឺមានតែប៉ុណ្ណាសម្រាប់ការចុចយកពាក្យ assistive touch